ប្រញាប់រៀបចំដាក់អំពូលកាំរស្មីអូត្រាវីយ៉ូឡេ IF នៅជាន់ទី2ភ្លាមបន្ទាប់ពីទឹកចំនួនព្រះលលាលេចលង់រួចវីរុសបុរាណគឺកាចសាហាវខ្លាំងណាស់ថ្នាំបែកខាងលិចថ្នាំពេទ្យនិងអស់ក្នុងពេលឆាប់នេះមានតែដើមប្រមាត់មនុស្សនិងផ្កាខំយិនជាញញួរស្រស់ដែលកូនដាំទេទើបអាចជួយសង្គ្រោះមនុស្សជាច្រើនបានខ្ញុំបាននិយាយពាក្យរបស់កូនប្រុសប្រាប់ទៅម៉ាក់ម្ដងទៀតទាំងញឹមទោះបីជាពិបាកទទួលយកប៉ុន្តែអ្នកទាំងពីរនៅតែជ្រើសរើសជឿអុកម៉ាក់លឺលឺកូនក្នុងពោះចាប់កំណើតមកវិញដោយនាំមកនៅការចងចាំពីអនាគតជាតិមុនខ្ញុំនឹងលឺលឺត្រូវបានគេធ្វើបាបរហូតដល់ស្លាប់ជាតិឡើយនេះយើងត្រូវតែរស់នៅឲ្យបានល្អលុយនឹងស្បៀងអាហារសម្ភាររៀបចំរួចរាល់អស់ហើយយើងឡើងទៅលើភ្នំឥឡូវនេះទៅមិនអាចបង្អែបង្អង់សំបីតែ1នាទីអាលូយន់ចៅដល់ល្អឯងវាមិនក៏ហ៊ានម្លេះចាំមើលអញកុំខ្លាចត្រឹមតែសីតុណ្ហភាពដក40អង្សាសេតើមានអ្វីត្រូវខ្លាចយ៉ាងហោចណាស់អញក៏ជាវិស្វករគិសនីជាន់ខ្ពស់ម្នាក់ដែរតោះឡើងទៅលើភ្នំស្អែកនេះអញនឹងភ្ជាប់ប្រដុតប្រេងធ្ងន់និងស្រទាប់រក្សាកម្ដៅជញ្ជាំងទាំងអស់បញ្ចូលគ្នារួចកែច្នៃបន្ថែមបណ្ដាញអគ្គិសនីតង់ស្យុងខ្ពស់ប៉ុន្មានខ្សែទៀតមើលថាតើអាណាហានមកផ្សងប្រេងរកសេចក្តីស្លាប់ទៀតទីការពារគឺការបង្កើតប្រព័ន្ធចរាចរណ៍ក្នុងស្រុកនិងការស្វែងរកស្បៀងអាហារដោយខ្លួនឯងការចាំតែស៊ីចំណាយទ្រព្យម្ចាស់គឺជាប្រការត្រេកអរនិងគ្រោះថ្នាក់បំផុតក្នុងសម័យចុងភពខ្ញុំបានប្រគល់ជាន់ក្រោមដីទី2ទៅឲ្យម៉ាក់ខ្ញុំដែលជាប្រធានផ្នែកអស្ចារ្យបុរាណចិនសួយមើលចុះស្នូកកខ្ទះដ៏ធំភាគច្រើននេះម៉ាក់បានដាំដំណាំដែលមានវត្តរដូវលូតលាស់ខ្លីដំឡូងបារាំងនិងដំឡូងជ្វាដែលមានកាឡូរីខ្ពស់ហើយថែមទាំងធ្វើធ្នើសម្រាប់ដាំបន្លែបៃតងលូតលាស់លឿននិងផ្សិតទៀតផងធានាថាគ្រួសារយើងមិនខ្វះវីតាមីនឡើយសំឡេងកូនក្នុងពោះម៉ាក់លឺចង់ញ៉ាំសាច់អត់ចង់ញ៉ាំបន្លែទេសំឡេងកូនក្នុងពោះជាតិមុនខ្ញុំបានកើតក្នុងពិភពទឹកកកនិងព្រើរហូតដល់ស្លាប់ក៏មិនដែលបានញ៉ាំសាច់មួយម៉ាត់ដែរសំបីតែស៊ុបបដែលយាយដាំក៏រាវចង់ជ្រោះដែរល្អណាស់លឺកុំខ្លាចនៅជាន់ក្រោមដីទី1ក្នុងទូទឹកកកឧស្សាហកម្មដ៏ធំទាំង3នោះសុទ្ធតែជាសាច់គោឆ្អឹងជំនីរូប៉ែនិងសាច់ជ្រូកខ្មៅថ្នាក់ជាន់ខ្ពស់ដែលម៉ាក់បានស្តុកទុកគ្រប់គ្រាន់ឲ្យគ្រួសារយើងញ៉ាំបានមួយឆ្នាំពេញហើយម៉ាក់នៅមានផែនការបម្រុងទៀតតែអាចឲ្យលឺមានសាច់ញ៉ាំជារៀងរហូតសំឡេងកូនក្នុងពោះវ៉ាវម៉ាក់អស្ចារ្យបំផុតជាវម៉ាក់លឺត្រូវលូតលាស់រាងកាយទៅថ្ងៃមុខញ៉ាំតែបន្លែមិនគ្រប់គ្រាន់ទេម៉ាក់មើលទីនេះអីយ៉យកូនស្រីឯងយកសត្វរស់ច្រើនម្លេះមកពីពេលណាមកចិញ្ចឹមនៅជាន់ក្រោមដីបែបនេះចុះក្លិនវាដកចេញតាមណាម៉ាក់កុំបារម្ភអត់មានក្លិនដាច់ខាតព្រោះខ្ញុំបានបំពាក់ប្រព័ន្ធបូមខ្យល់ដាច់ដោយឡែកមួយនៅទីនេះហើយទន្សាយនិងសត្វក្រួចគឺជាប្រភពសាច់ដ៏ល្អឥតខ្ចោះបំផុតក្នុងសម័យចុងភពទន្សាយស្ងប់ស្ងាត់ខ្លាំងហើយបន្តពូជលឿនបំផុតពួកវាមិនរើសចំណីទេស្លឹកដំឡូងបារាំងរទេសដែលម៉ាក់ដាំស្លឹកដំឡូងជ្វានិងស្លឹកបន្លែដែលសល់អាចយកមកឲ្យពួកវាស៊ីបានដោយមិនខ្ជះខ្ជាយបន្តិចណាឡើយសត្វក្រួចមិនស៊ីផ្ទៃដីធំទេ40ថ្ងៃអាចពងបានហើយដល់ពេលធាតុអាកាសត្រជាក់ខ្លាំងមកដល់ផ្ទះយើងមិនត្រឹមតែមានសាច់ទន្សាយអាំងស្រស់ញ៉ាំរាល់ថ្ងៃទេថែមទាំងមានពងក្រួចញ៉ាំរហូតទៀតផងសំឡេងកូនក្នុងពោះវ៉ាវទន្សាយអាំងពងក្រួចម៉ាក់អស្ចារ្យណាស់យាយអស្ចារ្យណាស់ល្អណាស់ស្លឹកបន្លែយកទៅឲ្យទន្សាយស៊ីហើយលាមកទន្សាយអាចយកទៅផ្អាប់ធ្វើជាជីសម្រាប់ដាំរុកជាតិតូចបានទៀតកូនស្រីខួរក្បាលឯងចេះច្នៃប្រឌិតរហ័សពិតមែនតំបន់ស្នូនៅខាងក្នុងគេបង្អស់នេះខ្ញុំបានដាំរុកជាតិអស់ដូចជាដាំប្រមាត់មនុស្សផ្កាខំយិនជេនីញ៉ូឬសូបេឡែនបេនឡេងយិននិងមើមអៃឆាវអេខោមានអំពូលកាំរស្មី IF និងប្រព័ន្ធរក្សាសីតុណ្ហភាពថេរយ៉ាងយូរ2ខែទៀតអាចប្រមូលផលធ្វើជាថ្នាំបានហើយទៅថ្ងៃមុខចំការអស់មួយកន្លែងនេះគឺជាអាវុធបលម៉ាណូខប្រចាំគ្រួសារយើង